សួស្តីបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាក្នុងនាមខ្ញុំជាពលរដ្ឋឆ្លាតនិងខ្លាំងខ្ញុំសូមយកទស្សនៈទាននិងមេរៀនជីវិតដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់លោកលីខ្វានយូដែលជាបេតាស្ថាបនិកនិងជាអ្នកដឹកនាំដ៏ឆ្នើមរបស់ប្រទេសសិង្ហបុរីមកកែសម្រួលចុងក្រងនិងពន្យល់អប់រំដើម្បីជាពុទ្ធិសម្រាប់យើងទាំងអស់គ្នាយកមកពិចារណានិងអភិវឌ្ឍខ្លួនក៏ដូចជាសង្គមជាតិរបស់យើងខាងក្រោមនេះជាការបកស្រាយពន្យល់យ៉ាងលម្អិតផ្អែកលើគំនិតស្នូលរបស់លោកលីខ្វានយូដែលបានសរសេរនៅក្នុងសៀវភៅ The Wit and Wisdom of Lee Kuan Yew 1. វិន័យនិងការអភិវឌ្ឍសេដ្ឋកិច្ចជាគ្រឹះនៃប្រជាធិបតេយ្យការមានវិន័យរឹងមាំនិងការរីកចម្រើនសេដ្ឋកិច្ចត្រូវដើរមុនលទ្ធិប្រជាធិបតេយ្យពេញលេញលោកលីខ្វានយូយល់ឃើញថាសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍវិន័យគឺមានសារៈសំខាន់ជាងសេរីភាពដែលគ្មានដែនកំណត់លទ្ធិប្រជាធិបតេយ្យជ្រុលបើប្រជាជនគ្មានសណ្ដាប់ធ្នាប់គ្មានវិន័យក្នុងការរស់នៅនិងការធ្វើការទេប្រទេសជាតិមិនអាចមានស្ថិរភាពដើម្បីទាក់ទាញការវិនិយោគនោះឡើយការអប់រំសម្រាប់ពលរដ្ឋប្រទេសមួយអាចដើរលើផ្លូវប្រជាធិបតេយ្យបានយ៉ាងរលូនលុះត្រាតែប្រជាជនមានបាយហូបឆ្អែតមានការងារធ្វើនិងមានការអប់រំខ្ពស់សេដ្ឋកិច្ចរឹងមាំបើក្រពះនៅឃ្លានប្រជាធិបតេយ្យគ្រាន់តែជាពាក្យសម្ដីឥតន័យអ្វីឡើយដូចនេះយើងត្រូវរួមគ្នាពង្រឹងវិន័យខ្លួនឯងគោរពច្បាប់រដ្ឋនិងខំប្រឹងកសាងសេដ្ឋកិច្ចគ្រួសារជាមុនសិន 2. រដ្ឋាភិបាលល្អកើតចេញពីគណៈបកនយោបាយល្អនិងស្អាតស្អំរដ្ឋាភិបាលល្អមិនអាចកើតឡើងដោយចៃដន្យទេវាកើតចេញពីគណៈបកដែលមានចិត្តគំនិតស្មោះត្រង់ពិតប្រាកដលោកបានលើកឡើងអំពីគណៈបកសកម្មភាពប្រជាជនរបស់លោកថាទោះបីជាបកមិនសូវមានលុយច្រើនជាចំណុចខ្សោយផ្នែកហិរញ្ញវត្ថុតែបកមានចំណុចខ្លាំងដ៏អស្ចារ្យគឺធនធានមនុស្សដែលមានសមត្ថភាពទេពកោសល្យនិងកម្លាំងចិត្តស្មោះត្រង់ការអប់រំសម្រាប់ពលរដ្ឋក្នុងការជ្រើសរើសអ្នកដឹកនាំយើងមិនត្រូវមើលលើលុយឬអំណោយដែលគេចែកជូននោះទេគណៈបកល្អនិងអ្នកដឹកនាំល្អគឺវាស់វែងលើសច្ចធម៌ភាពស្អាតស្អំនិងសមត្ថភាពពិតប្រាកដក្នុងការដោះស្រាយបញ្ហាជូនជាតិសមាជិកបកដែលមានចិត្តគំនិតស្មោះត្រង់មិនមែនធ្វើការដើម្បីលុយឡើយគឺធ្វើការដើម្បីឧត្តមប្រយោជន៍រួម 3. ការប្រឆាំងនឹងអំពើពុករលួយបើអំណាចដើម្បីតែក្រុមបកពួកនោះគឺសេចក្តីវិនាសបើអំណាចរដ្ឋត្រូវបានប្រើដើម្បីបំពេញហោប៉ៅបុគ្គលឬក្រុមតូចមួយនោះសង្គមទាំងមូលនឹងរលាយលោកលីខ្វានយូបានព្រមានយ៉ាងធ្ងន់ធ្ងរថាអំណាចគឺជាឧបករណ៍សម្រាប់បម្រើប្រជាពលរដ្ឋមិនមែនជាឧបករណ៍សម្រាប់កេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឬបកពួកនោះឡើយការអប់រំសម្រាប់ពលរដ្ឋអំពើពុករលួយគឺជាថ្នាំពុលបំផ្លាញជាតិពលរដ្ឋឆ្លាតត្រូវតែរួមគ្នាដុសខាត់ផ្នត់គំនិតមិនត្រូវគាំទ្រឬចូលដៃក្នុងអំពើពុករលួយឡើយយើងត្រូវដឹងថាទ្រព្យសម្បត្តិរដ្ឋជាទ្រព្យរួមរបស់យើងជាពលរដ្ឋបើមានការកេងប្រវ័ញ្ចនោះកូនចៅយើងនឹងរងទុក្ខវេទនាឯប្រទេសជាតិនឹងធ្លាក់ចូលក្នុងរណ្ដៅនៃភាពក្រីក្រ 4. សុចរិតភាពរបស់មន្ត្រីជាគ្រឹះនៃស្ថិរភាពជាតិនយោបាយដើម្បីលុយគឺជាជំងឺមហារីកនៅអាស៊ីប៉ុន្តែសិង្ហបុរីរស់បានដោយសារសុចរិតភាពលោកបានចង្អុលបង្ហាញថាបញ្ហាស្នូលនៃប្រទេសជាច្រើននៅអាស៊ីគឺនយោបាយដើម្បីលុយទិញទឹកចិត្តទិញសัญลักษณ์ឆ្នោតឬយកលុយទៅទិញបុណ្យស័ក្តិសម្រាប់សិង្ហបុរីអ្វីដែលធ្វើឲ្យប្រទេសនេះមានស្ថិរភាពនិងលោតផ្លោះលឿនគឺដោយសារសុចរិតភាពនិងភាពស្មោះត្រង់គឺរបស់រដ្ឋមន្ត្រីនិងមន្ត្រីសាធារណៈការអប់រំសម្រាប់ពលរដ្ឋគុណតម្លៃនិងសីលធម៌របស់មន្ត្រីរាជការគឺជាខឿនការពារជាតិនៅពេលដែលមន្ត្រីធ្វើការដោយភាពស្មោះត្រង់មិនស៊ីសំណូកនោះប្រជាជននឹងមានទំនុកចិត្តវិនិយោគិនបរទេសនិងហ៊ានមកបណ្ដាក់ទុនដែលបង្កើតការងារនិងចំណូលដល់ពលរដ្ឋគ្រប់រូប 5. មូលដ្ឋានគ្រឹះនៃតម្លៃមនុស្សដឹងខុសដឹងត្រូវដោយមិនបាច់រៀនច្បាប់យើងមិនចាំបាច់ធ្វើជាមេធាវីដើម្បីដឹងថាអ្វីខុសអ្វីត្រូវអ្វីល្អឬអ្វីអាក្រក់នោះទេនេះជាការរំលឹកដាស់តឿនដ៏មានឥទ្ធិពលអំពីមនសិការមនុស្សម្នាក់មានត្រីវិស័យសីលធម៌នៅក្នុងខ្លួនរួចជាស្រេចបំណងល្អអំពើល្អភាពត្រឹមត្រូវនិងភាពអយុត្តិធម៌គឺជារឿងដែលបេះដូងនិងខួរក្បាលរបស់មនុស្សគ្រប់រូបអាចដឹងបានភ្លាមដោយមិនបាច់ចាំតែមានសញ្ញាបត្រច្បាប់ខ្ពង់ខ្ពស់ទើបដឹងនោះឡើយការអប់រំសម្រាប់ពលរដ្ឋកុំប្រើលេសថាយើងគួរមិនដឹងច្បាប់ដើម្បីធ្វើខុសឬធ្វើបាបអ្នកដទៃក្នុងនាមជាពលរដ្ឋខ្មែរយើងត្រូវប្រកាន់ខ្ជាប់នូវសីលធម៌រស់នៅមិនកុហកមិនលួចប្លន់មិនកេងប្រវ័ញ្ចនិងត្រូវស្គាល់ខុសត្រូវល្អអាក្រក់ភាពថ្លៃថ្នូររបស់មនុស្សស្ថិតនៅលើទង្វើស្មោះត្រង់ប្រចាំថ្ងៃរបស់យើងម្នាក់ដើម្បីឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានពលរដ្ឋឆ្លាតនិងខ្លាំងយើងទាំងអស់គ្នាត្រូវ 1. ពង្រឹងវិន័យខ្លួនឯងនិងខំប្រឹងអភិវឌ្ឍសមត្ថភាពនិងសេដ្ឋកិច្ច
2. លើកកម្ពស់ភាពស្អាតស្អំស្អប់ខ្ពើមអំពើពុករលួយនិងនយោបាយបកពួកគ្រួសារនិយម 3. រស់នៅដោយមានមនសិការដឹងខុសដឹងត្រូវនិងបម្រើផលប្រយោជន៍រួមជាធំ ស្មារតីលោកលីខ្វាន់យូមិនមែនសម្រាប់តែជនជាតិសិង្ហបុរីនោះទេ តែវាជាមេរៀនសកលសម្រាប់ជាតិសាសន៍ណាដែលចង់រុងរឿងនិងរឹងមាំពិតប្រាកដ នៅទីបញ្ចប់នេះយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណគ្រប់អង្គលោកស្រីទាំងអស់ដែលបានចំណាយពេលស្ដាប់រហូតដល់ចប់សូមអរព្រះគុណនិងអរគុណ